អ្នកស្រាវជ្រាវនៅស្រុកបារាំងរកមើលពីចំនួនបរិមាណស្រាប៉ុណ្ណាដែលផឹកហើយវាមិនខូចសុខភាពហ៎ញាតិញោមចង់ដឹងហ៎គេរកឃើញថាបរិមាណសុរាដែលផឹកហើយមិនខូចសុខភាពគឺ0មានន័យថាអត់ផឹកទៅអត់ប៉ះពាល់ដល់សុខភាពទេអញ្ចឹងអត់មានចំនួនថាអូមួយថ្ងៃមួយកែវអីជួយសុខភាពហូបឆ្ងាញ់ដេកស្រួលទេអត់មានទេដោយសារអានឹងជាតិពុលវាដាក់ទៅផឹកតិចពុលតិចផឹកច្រើនពុលច្រើនវាប៉ុណ្ណឹងយើងផឹកមួយកែវពុលមួយកែវផឹកមួយកេះពុលមួយកេះអញ្ចឹងវាអត់មានប្រមាណជួយសុខភាពហ្នឹងមិនអាត្មាអ្នកនិយាយទេណាញាតិញោមណាអ្នកវិទ្យាសាស្ត្រគេស្រាវជ្រាវទៅគេឃើញអញ្ចឹងនៅប្រទេសមួយទៀតដែលមានវិបត្តិនឹងដែរប្រទេសដាណាម៉ាក់នោះមានវិបត្តិដូចស្រុកខ្មែរយើងដែរយុវជនជួយចិត្តផឹកស្រាមួយជក់បរិយមួយប្រើគ្រឿងញៀនមួយហើយវាខ្ជិលរៀនវាដេកស្រួលវាមើលទូរស័ព្ទអីមួយអញ្ចឹងរដ្ឋគេចាប់ផ្ដើមរកវិធីដើម្បីឲ្យយុវជនហ្នឹងកាត់បន្ថយរឿងផឹកស្រាជក់បរិយអញ្ចឹងដំបូងគេឲ្យធ្វើប៉ាណូផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងស្រវឹងហើយនឹងបរិយយ៉ាងហ្នឹងញាតិញោមណាញាតិញោមដឹងលទ្ធផលមកមិនទេញាតិញោមរត់ប្រងផ្សព្វផ្សាយជក់បរិយអីខូចសួចខូចថ្លើមយ៉ាងហ្នឹងញាតិញោមហ៎ផឹកស្រាទៅវាអាលួយកាពះលុះអាលួយបវៀនជាលទ្ធផលមកនៅដែរអត់បានជាប្រយោជន៍អីច្រើនតិចតួចមែនតើផលអញ្ចឹងក៏គេឲ្យអ្នកសិក្សាស្រាវជ្រាវថាត្រូវធ្វើម៉េចដើម្បីឲ្យយុវជនហ្នឹងដូរអិរិយាបថកាត់បន្ថយរឿងផឹកស្វឹងហ្នឹងរឿងញៀនជក់បរិយអីបានគេរកវិធីគេបញ្ចូលកម្មវិធីទៅក្នុងសាលារៀនទី1គឺក្រៅពីម៉ោងរៀនសាលាត្រូវមានសកម្មភាពឲ្យក្មេងលេងកីឡាដល់លេងកីឡាវាជក់លេងកីឡាវាភ្លេចអីញាតិញោមវាភ្លេចអីវាភ្លេចជក់បរិយវាភ្លេចផឹកស្រាទី2មានកម្មវិធីគូគំនូម៉ោងសិល្បៈញាតិញោមហ្នឹងហើយខាងផ្លូវលោកគេមានសិល្បៈហាត់កម្មចម្រៀងអីស្អីដេញពិនដេញស្អីគេទាំងតើណាញាតិញោមអាត្មាមិនសូវចេះហៅទេខាងសិល្បៈគេនោះដល់ពេលក្មេងទៅធ្វើការងារហ្នឹងទៅយូរទៅវាភ្លេចអីញាតិញោមយូរទៅវាភ្លេចរឿងដើរផ្លូវខុសហ្នឹងទី2ដល់ទី3គេលើកទឹកចិត្តឲ្យឪពុកម្ដាយនៅគៀកនឹងកូននឹងឲ្យបានច្រើនមែនតើទោះជាថានៅលេងជាមួយកូនក្តីឬក៏មិនបានលេងអីប៉ិតធ្វើម៉េចឲ្យម៉ែឪនឹងនៅជាប់ជាមួយកូនបានជាលទ្ធផលមកគេឃើញថាយុវជននឹងចាប់ផ្ដើមកាត់បន្ថយអីគេញាតិញោមកាត់បន្ថយអីគេផឹកស្រាមួយអីគេមើលទៀតញាតិញោមជក់បរិយមួយគ្រឿងញៀនមួយហើយនឹងរឿងខ្ជិលមួយ